បាទស្វាគមន៍ប្រិមិត្តស្វាសាជាថ្មីមកកាន់វគ្គទី2នេះគឺយើងមិនឃ្លាតឆ្ងាយពីខេត្តប្រសិទ្ធនុយើងទេគឺយើងនឹងបន្តបាទដកស្រង់ព្រឹត្តិការណ៍ព័ត៌មានសំខាន់បាទសម្រាប់ចែកជូនប្រិមិត្តយើងទស្សនាជាបន្តទៀតហើយសម្រាប់វគ្គទី2នេះផងដែរគឺយើងបានដកស្រង់បាទយកព័ត៌មានមកពីខេត្តប្រសិទ្ធនុគឺហើយនៅក្នុងស្រុកព្រៃនប់បាទយោងតាមបាទប្រភពពីនាយកបាទវិទ្យាល័យហ៊ុនសែនវារិញបានប្រាប់នៅរុស្ស៊ីលបាទថ្ងៃទី29ខែមិថុនាឆ្នាំ2020ថាកូនសិស្សបាទថ្នាក់ទី7បានមកយកវិញ្ញាសាសម្រាប់ប្រឡងពីចម្ងាយដោយឥតគិតថ្លៃនិងដើម្បីស្វ័យសិក្សានិងអនុវត្តចម្លើយតាមផ្ទះរៀងខ្លួនបាទកូនទាំងអស់នឹងមកយកចម្លើយធ្វើរួចមកប្រគល់ជូនសាលាវិញនៅថ្ងៃទី10ខែកក្កដាឆ្នាំ2020វេលាម៉ោង2រសៀលសូមមេត្តាបិតាទាំងអស់ជួយជំរុញឲ្យកូនបានសិក្សាឲ្យគ្រប់គ្នាហើយសូមគោរពអរគុណមេត្តាបិតាសិស្សដែលបានឧបត្ថម្ភក្រដាសរាមសម្រាប់បាទហ្វូតូជូនសិស្សសូមអរគុណមេត្តាបិតាសិស្សមេត្តាជួយឧបត្ថម្ភបន្ថែមនៅក្រដាសរាមបន្ថែមទៀតដើម្បីសាលាហ្វូតូចែកជូនសិស្សដោយឥតបង់ប្រាក់ហើយសម្រាប់ថ្ងៃទី8ខែទី8មកយកបាទវិញ្ញាសាថ្ងៃទី30ខែមិថុនានិងទី9គឺមកយកវិញ្ញាសានៅថ្ងៃទី1ខែកក្កដាវេលាម៉ោង2រសៀលបាទហើយយោងតាមប្រភពលោកនាយកសាលាដដែលគឺលោកបានសូមគោរពនិងជម្រាបជូនទៅដល់មេត្តាបិតាសិស្សទាំងអស់មេត្តាជ្រាបថាការដែលឲ្យសិស្សមកសាលាដើម្បីយកប្រធានវិញ្ញាសាទៅធ្វើជាតម្រូវរបស់គម្រោងកែលម្អបាទនិងអគុណភាពអប់រំដែលមានសាលា100បានអនុវត្តនិងដើម្បីវាស់នៅចំណេះដឹងរបស់សិស្សដែលបានរៀនពីចម្ងាយហើយប្រធានវិញ្ញាសាបានរៀបរៀងដោយកម្រងហើយក្នុងមួយខែសិស្សត្រូវមុខសាលា4ដងតែសិស្សដែលមុខសាលាត្រូវពាក់ម៉ាស់ដើម្បីការពារសុវត្ថិភាពខ្លួនឯងផ្ទាល់ក៏ដូចនេះសូមមេត្តាបិតាសិស្សយល់ហើយការមុខសាលាមិនតម្រូវឲ្យសិស្សមកគ្រប់ថ្នាក់ទេយើងចែកជាផ្នែកហើយបើកូនបានយកទៅគាត់នឹងខិតខំធ្វើនិងទទួលបានចំណេះសម្រាប់ការឡើងថ្នាក់នៅឆ្នាំក្រោយបាទអរគុណណាស់ប្រិយមិត្តទូរទស្សនិកជននេះគឺជាដំណឹងមួយដែលយើងទទួលបានពីលោកនាយកសាលាវារិញដែលគាត់បានផ្ដល់ការស្វ័យសិក្សាបាទជូនទៅដល់សិស្សអនុវិទ្យាល័យកម្រិតពីថ្នាក់ទី7ទី8ទី9ហ្នឹងហើយយើងឃើញថានេះគឺជាកិច្ចការក៏ដូចជាការចូលរួមចំណែកមួយដែលល្អប្រសើរមែនទែនចូលរួមនៅក្នុងការបាទទប់ស្កាត់ប្រឆាំងនៅជំងឺ COVID-19 ដោយឲ្យកូនសិស្សបាទសិក្សាពីចម្ងាយហើយយ៉ាងណាមិញយើងឃើញថាបញ្ហាជំងឺ COVID នេះគឺមិនតាន់ចប់នៅឡើយទេកញ្ញាបាទហើយយើងក៏សូមឲ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋគឺមានការចូលរួមទាំងអស់គ្នាបាទហើយជាពិសេសគឺពេលធ្វើដំណើរទៅណាមកណាក៏ដោយគឺត្រូវតែពាក់ម៉ាស់ហើយកុំភ្លេចមកលាងសម្អាតដៃជាមួយនឹងអាល់កុលឲ្យបានត្រឹមត្រូវបាទដើម្បីជៀសវាងនិងប្រឆាំងនៅជំងឺឆ្លង COVID-19 នេះផងដែរយើងឃើញថានៅលើសកលលោកនោះគឺថាពុំទាន់បានធូរស្រាលនៅឡើយទេគឺកំពុងតែមានការរាតត្បាតខ្លាំងមែនទែនពីមួយថ្ងៃទៅមួយថ្ងៃបាទអរគុណណាស់ខ្ញុំក៏សូមធ្វើការបញ្ចប់នៅព័ត៌មានត្រឹមប៉ុណ្ណេះសិនហើយសូមបកគោលពីកិច្ចនេះបន្តឲ្យកញ្ញាបាទចាសម្រាប់ព័ត៌មានទី2នៅក្នុងវគ្គទី2នេះគឺតេតិននឹងខេត្តប្រសេះអនុដដែលនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បង្ក្រាបជនសង្ស័យចំនួន3នាក់ពាក់ព័ន្ធនឹងករណីលួចខ្សែភ្លើងកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានបង្ក្រាបជនសង្ស័យចំនួន3នាក់លួចខ្សែភ្លើងនៅចំណុចការដ្ឋានសំណង់ម្ដុំកន្ទុយនាគដែលស្ថិតនៅក្នុងភូមិ4សង្កាត់4ក្រុងប្រស័យហនុកាលពីថ្ងៃទី28ខែមិថុនាឆ្នាំ2020នេះ
ជនសង្ស័យទី1នោះគឺឈ្មោះកៅចិន្តាភេទប្រុសអាយុ19ឆ្នាំជាជនជាតិខ្មែរមានមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលស្ថិតនៅក្នុងសង្កាត់4ក្រុងព្រះសីហនុខេត្តព្រះសីហនុទី2គឺឈ្មោះអុនជីវិតភេទប្រុសអាយុ22ឆ្នាំជាជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅនៅម្ដុំអូ2សង្កាត់4ក្រុងព្រះសីហនុខេត្តព្រះសីហនុទី3នោះគឺឈ្មោះពេញមាសភេទប្រុសអាយុ23ឆ្នាំជាជនជាតិខ្មែរមានមុខរបរជាកម្មករសំណង់ស្នាក់នៅមិនពិតប្រាកដបានដកហូតនៅវត្ថុតាងចំនួន3 4ដូចជាម៉ូតូមួយគ្រឿងម៉ាក Honda Dream ស៊េរី2015ពណ៌ខ្មៅដែលពាក់ស្លាកលេខតាកែវ 1J 55 54ទី2នោះគឺខ្សែស្ពាន់មួយខ្សែជំទង់ប្រហែលជា200គីឡូក្រាមដែលជាផលនៃអំពើចោរកម្មបញ្ជាក់គឺថាបច្ចុប្បន្នជនសង្ស័យទាំង3កំពុងតែបង្កសាងសំណុំរឿងបញ្ជូនទៅសាលាដំបងខេត្តព្រះសីហនុចាប្រិមិត្តលោកភក្ត្រែគឺសំបីចោលសំបីតែខ្សែភ្លើងក៏លួចដែរបាទនេះគឺសូមឲ្យពុកម៉ែបងប្អូនយើងគឺមានការប្រុងប្រយ័ត្នខ្ពស់បាទហើយនេះយើងមិនទាន់អាចប្រើពាក្យថាចោលបានទេមកកញ្ញាគឺយើងបាទយើងអាចប្រើពាក្យថាជាជនសង្ស័យសិនដោយសារតែមិនទាន់បានបញ្ជូនខ្លួនទៅតុលាការហើយតុលាការពុំទាន់បានគាត់កាត់ក្តីនៅឡើយទេដូច្នេះយើងពុំទាន់អាចប្រើពាក្យថាចោលបានទេគឺយើងអាចប្រើថាពាក្យជនសង្ស័យបាទអូខេបាទចាហើយក៏អរគុណទៅដល់នគរបាលព្រំប្រទានកម្រិតធ្ងន់ផងដែរលោកបានធ្វើការយ៉ាងសស្រាក់សស្រាំក៏ដូចជាបានបង្ក្រាបជនសង្ស័យចំនួន3អ្នកនេះទាន់ពេលវេលាផងដែរចាអរគុណបាទសម្រាប់ព័ត៌មានចុងក្រោយនៅក្នុងថ្ងៃនេះផងដែរគឺថ្ងៃទី29ខែមិថុនាឆ្នាំ2020សមាគមនារីមន្ទីរព័ត៌មានបានដឹកនាំដោយលោកស្រីពឹងដាមនីរតពឹងដាមនីរតជាអនុប្រធានមន្ទីរព័ត៌មានបានមកសួរសុខទុក្ខលោកស្រីងន់ធាមន្ត្រីជាប់កិច្ចសន្យាមន្ទីរព័ត៌មានដែលបានសម្រាលកូនដោយវះកាត់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនានៅថ្ងៃទី25ខែមិថុនាឆ្នាំ2020នៅក្នុងឱកាសនេះផងដែរលោកស្រីអនុប្រធានមន្ទីរក៏បានពំនាំនៅថវិកាចំនួន30,000រៀលដែលជាថវិកាមន្ទីរនិងថវិកាសប្បុរសរបស់មន្ត្រីរាជការរួមការងារនិងរួមមានទឹកផ្លែឈើទឹកដោះគោនិងភេសជ្ជៈមួយចំនួនផងដែរបាទអរគុណណាស់នេះគឺជាការយកចិត្តទុកដាក់មួយបាទរបស់សមាគមនារីបាទមន្ទីរព័ត៌មានបាទដែលដឹកនាំដោយលោកស្រីពឹងដាមុនីហើយក៏យើងចូលរួមមកអបអរសាទរផងដែរគឺចំពោះលោកស្រីងុនធាដែលបានសម្រាលកូនបានសម្រាលកូនរួចផុតបាទថ្មីនេះគឺនៅឯមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុយើងក៏ប៉ុន្តែយើងក៏មានការថាអាណិតក៏ដូចជាអាសូរក៏ដូចជាមានការត្រេកអរផងដែរចំពោះការសម្រាលកូនបានជោគជ័យក៏ប៉ុន្តែគឺมันបានដោយលក្ខណៈធម្មជាតិទេគឺមានការវះកាត់យើងដឹងហើយថាវះកាត់គឺវារៀងពិបាកបន្តិចហើយមានការដំបូងតែមានការជានៅមុខរបួសហ្នឹងវារៀងយូរបន្តិចដែរបាទប្រិមិត្តហើយប៉ុន្តែក៏យ៉ាងណាវិញក៏យើងក៏សម្ដែងការសាទរនិងរីករាយបានពេលដែលគាត់បានសម្រាលកូនបានជោគជ័យបាទអរគុណណាស់ប្រិមិត្តឥឡូវនេះផងដែរយើងក៏ដល់ពេលវេលានិងដល់ម៉ោងដែលត្រូវគោរពលាហើយមុននឹងគោរពលាក៏សូមថ្លែងអំណរគុណនិងជូនពរបាទទៅដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក៏ដូចជាប្រិមិត្តដែលតែងតែនិយមនិងតាមដានទស្សនាបាទរកការផ្សាយព័ត៌មានរបស់អង្គភាពយើងគឺយើងក៏សូមជូនពរបាទឲ្យជួបដែលពុទ្ធពរព្រះបាទទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈគឺកំបីឃ្លានឃ្លាតឡើយបាទក៏តែមុននឹងបញ្ចប់ខ្ញុំសូមបន្ថែមក៏ដូចជាជូននៅដំណឹងល្អគឺថាចាប់ពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យសប្តាហ៍ក្រោយទៅគឺយើងធ្វើការ live បាទ live ផ្ទាល់តែម្ដងគឺ live សារលបងផ្ទាល់តែម្ដងជាផ្លូវការនៅថ្ងៃទី4ខែកក្កដាខែក្រោយនេះអរគុណណាស់ប្រិមិត្តខ្ញុំបាទសមភត្រានិងកញ្ញាសុវណ្ណរតន៍រួមទាំងក្រុមការងារទាំងអស់ក៏សូមលំអរកាយគោរពលាដល់ត្រឹមប៉ុណ្ណេះសិនតើអ្នកកំពុងស្វែងរករសជាតិពិតមែនទេតើអ្នកកំពុងស្វែងរកការប្រកបអាជីវកម្មលើវិស័យកសិកម្មដាំឫស្សីមែនទេភោជនីយដ្ឋានភូមិឫស្សីនិងចំការឫស្សីតាលះសែនជ័យអាចបំពេញបំណងអស់លោកស្រីអ្នកនាងកញ្ញាទ្រង់ឯកឧត្តមតាមតម្រូវការបានគ្រាន់តែ
ទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ012 865 116 និង 088 84 05 888 ដែលមានទីតាំងស្ថិតនៅគល់ស្ពានទឹកសាបស្ថិតនៅក្នុងភូមិស្មាច់ដែងឃុំរៀមស្រុកព្រៃនប់ខេត្តព្រះសីហនុភោជនីយដ្ឋានភូមិឫស្សីនិងចំការឫស្សីតលះសែនជ័យសូមស្វាគមន៍គ្រប់ពេលវេលាតើអ្នកកំពុងស្វែងរករសជាតិពិតមែនទេ